សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនេះគឺរាល់ឆ្នាំគឺលោកបានផ្ដល់នៅរថយន្តក្រុងបានដើម្បីដឹកបងប្អូនអ្នកធ្វើដំណើរមកលេងស្រុកកំណើតដោយមិនគិតថ្លៃហើយក្នុងនោះឆ្នាំនេះក៏ដូចឆ្នាំមុនដែរគឺខេត្តបាត់ដំបងយើងក៏បានទទួលនៅរថយន្តក្រុងដឹកមកដោយមិនគិតថ្លៃចឹងប្រកាសហើយរាល់ឆ្នាំគឺបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកលេងស្រុកកំណើតគឺបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដល់ការលំបាករបស់បងប្អូនបាទជួយបងប្អូនបានច្រើនណាស់ដែលលោកជួនកាលមានគ្រួសារ3នាក់4នាក់ខ្លះ5 6នាក់លោកប្រើសេវាឡានក្រុងនេះគឺអត់អស់ប្រាក់ទេហើយងាយស្រួលហើយស្ថានភាពបច្ចុប្បន្នដែលកំពុងតែមានបញ្ហាសកលដែលប្រេងកំពុងឡើងថ្លៃនេះប្រកាសថាគឺការជួយនេះគឺពិតជាចំគោលដៅដែលបងប្អូនប្រជាពលរដ្ឋចង់បានហើយសូមពីនេះបងប្អូនយើងគឺប្រើប្រាស់នៅសេវានេះបាទតាមអ្វីដែលបងប្អូនធ្វើដំណើរទៅគ្រប់ទិសទី